កម្ពុជាត្រូវការកំណែទម្រង់វិស័យអប់រំស្របតាមគោលនយោបាយអប់រំបែបវិទ្យាសាស្ត្រដើម្បីឈានជើងចូលក្នុងសមាហរណកម្មពិភពលោកកម្មវិធីថ្មីមួយត្រូវបានបង្កើតឡើងក្នុងទិសដៅដើម្បីសម្រេចនូវគោលបំណងនេះប្រទេសមួយអាចរីកចម្រើនបានគឺអាស្រ័យទៅលើធនធានមនុស្សអញ្ចឹងយើងមើលទៅប្រទេសដែលអភិវឌ្ឍគឺជាប្រទេសដែលមានធនធានមនុស្សសម្បូរហើយដែលមានប្រព័ន្ធអប់រំល្អមានសាកលវិទ្យាល័យខ្លាំងល្អបាទអញ្ចឹងកម្ពុជាដែលយើងបាត់បង់ឱកាសនេះជាង30ឆ្នាំហើយនេះគឺចំណាក់ការថ្មីមួយគឺការពង្រីកវិស័យអប់រំឲ្យកាន់តែច្រើនហើយឥឡូវនេះគឺការធានាបាននូវគុណភាពដើម្បីឲ្យយុវជននឹងជាពលរដ្ឋដែលមានគុណភាពអាចធ្វើឲ្យកម្ពុជាក្លាយជាប្រទេសអភិវឌ្ឍបានតើអ្វីដែលជាកម្មវិធីសាលារៀនចំនួនថ្មីកម្មវិធីសាលារៀនចំនួនថ្មីគឺជាកម្មវិធីមួយដែលធ្វើឲ្យសាលារៀនទាំងមូលคล้ายទៅជាសាលាស្វ័យយត្តភាពនៅក្នុងការដឹកនាំគ្រប់គ្រងហើយឲ្យសាលាទាំងមូលคล้ายទៅជាសាលាដែលមានគណនេយ្យភាពហើយចុងក្រោយបំផុតគឺហ៊ានទទួលខុសត្រូវលើលទ្ធផលនៃការសិក្សារបស់សិស្សកម្មវិធីសាលារៀនជំនាន់ថ្មីនោះគឺយើងចាប់ផ្ដើមបានដាក់ចូលទៅក្នុងកំណែទម្រង់នោះនៅក្នុងឆ្នាំ2015នៅក្នុងអាណត្តិទី5នៃរាជរដ្ឋាភិបាលកម្ពុជាហើយយើងក៏បានដាក់ប្រកាសជាផ្លូវការនៃការប្រើប្រាស់កម្មវិធីនេះនៅក្នុងឆ្នាំ2016នៅវិទ្យាល័យព្រះស៊ីសុវត្ថិនេះផងដែររហូតមកដល់បច្ចុប្បន្ននេះយើងឃើញថាកម្មវិធីសាលារៀនជំនាន់ថ្មីយើងមានរហូតដល់10គ្របដណ្ដប់លើ3កម្រិតគឺកម្រិតទី1នៅក្នុងបឋមសិក្សាកម្រិតទី2ស្ថិតនៅក្នុងមធ្យមសិក្សាបឋមភូមិហើយនិងកម្រិតទី3នៅក្នុងមធ្យមសិក្សាទុតិយភូមិវាជាការចាប់ផ្ដើមនៃបេសកកម្មដ៏យូរអង្វែងមួយហើយវានឹងជោគជ័យបានអាស្រ័យដោយការចូលរួមរបស់យើងទាំងអស់គ្នាពេលដែលគាត់ទៅរៀនមកនឹងព្រាមអវត្តមានរឹងទៀតកម្ពុជាត្រូវការធនធានមនុស្សដែលមានសមត្ថភាពហើយការអប់រំប្រកបដោយគុណភាពគឺជាកត្តាសំខាន់បំផុតនេះជាបុព្វហេតុដែលកម្មវិធីនេះត្រូវបានបង្កើតឡើងកម្ពុជាកំពុងជួបប្រទះនៅនិន្នាការធំ3បាទទី1គឺកម្ពុជាជាប្រទេសមួយដែលឈានពីប្រទេសដែលមានប្រាក់ចំណូលទាបទៅជាប្រាក់ចំណូលមធ្យមហើយគោលដៅនៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលសាស្ត្រចតុកោណហ្នឹងគឺឈានទៅរកប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ2030និងប្រទេសអភិវឌ្ឍន៍នៅឆ្នាំ2050ទី2គឺប្រជាជនកម្ពុជាជាង 50% គឺជាប្រជាជនដែលមានអាយុក្រោម30ឆ្នាំអញ្ចឹងយុវជនត្រូវការជំនាញត្រូវការបំណិនត្រូវការចំណេះដឹងដើម្បីឲ្យខ្លួនទៅជាពលករមួយដែលមានគេថាគុណភាពចាក់ចូលរួមនៅក្នុងការវិវត្តសេដ្ឋកិច្ចសង្គមបានចំណុចទី3បាទគឺបច្ចេកវិទ្យាដែលកើនឡើងលឿនយើងនិយាយថាគឺបដិវត្តឧស្សាហកម្មទី4ហ្នឹងអញ្ចឹងគឺប្រព័ន្ធអប់រំទៅឆ្លើយតបហើយដូច្នេះយើងត្រូវការប្រព័ន្ធអប់រំឆ្លាតដែរសាលាជំនាន់ថ្មីនេះគឺមានគោលដៅមួយទៀតគឺដោះស្រាយបញ្ហាគម្លាតជំនាញនេះជាសតវត្សទី21សតវត្សនៃការរីកចម្រើននិងការប្រកួតប្រជែងដើម្បីសម្រេចបាននូវទិសដៅនេះកម្ពុជាបានកំណត់នូវវិធីសាស្ត្រថ្មីដើម្បីដោះស្រាយបញ្ហាប្រឈមនានាហើយស្វែងរកវិធីសាស្ត្រដែលមានគុណភាពមកជំនួសនោះគឺកម្មវិធីសាលារៀនចំនួនថ្មីគោលដៅនៃការធ្វើកំណែទម្រង់នេះបាទទី1គឺចង់ឲ្យយុវជនមានចំណេះដឹងជឿជ្រះបាទទី2ចង់ឲ្យយុវជនហ្នឹងគឺគាត់មានជំនាញបច្ចេកទេសច្បាស់និងអាចងាយស្រួលក្នុងការទៅរៀននៅដំសិក្សាយើងបានធ្វើអំពីទំនើបកម្មនៅក្នុងសាលារៀនទាំងមូលទាំងថ្នាក់រៀនយើងឃើញថាថ្នាក់រៀនយើងមានបំពាក់ទៅដោយឧបករណ៍ពង្រៀនផ្នែកអេឡិចត្រូនិកបាទប្រើប្រព័ន្ធ LCD តុកៅអីរៀនស្អាតហើយយើងមានកន្លែងទុកដាក់សម្ភារៈសម្រាប់ជាសម្ភារៈឧបទេសផ្នែកនៅក្នុងថ្នាក់រៀនទាំងមូលយើងមានបន្ទប់ពិសោធន៍ដែលមានលើមុខវិជ្ជាវិទ្យាសាស្ត្រទាំងអស់ដែលសិស្សអាចរៀនចប់ទ្រឹស្ដីអាចចូលរៀនអនុវត្តទៅលើកិច្ចការងារដែលទាក់ទងនឹងរឿងពិសោធន៍ហើយបង្កលក្ខណៈងាយស្រួលដល់សិស្សសានុសិស្សមានទម្លាប់នៅពេលដែលគេបន្តការសិក្សានៅដំសិក្សាយើងមានទាំងបន្ទប់កុំព្យូទ័រ Silent សិស្សអាចរៀនមិនមែនត្រឹមតែនៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំទេគាត់អាចស្វែងយល់នឹងកម្មវិធីខាងក្រៅដើម្បីដាក់បញ្ចូលនៅក្នុងកម្មវិធីសាលារៀនជំនាន់ថ្មី
ហើយលើសពីនោះទៅទៀតយើងមានបន្ទប់សាស្ត្រាចារ្យដែលយើងបំពាក់ឲ្យមានលក្ខណៈមួយទំនើបក្រោយពីការបង្រៀនចប់គាត់អាចមកសម្រាកនៅបន្ទប់សាស្ត្រាចារ្យពិភាក្សាដោះស្រាយលើបញ្ហាដែលបានជួបប្រទះហើយយើងមានបណ្ណាល័យស្តង់ដារខ្ពស់បាទដែលយើងតែងតែនាំគ្នានិយាយថាជាបណ្ណាល័យក្នុងសតវត្សទី21យើងបំពាក់ដោយសិភៅបាទគ្រប់ប្រភេទច្រើនមុខព្រមទាំងបំពាក់ទៅដោយអ៊ីនធឺណិតបាទយើងអាចឲ្យសិស្សស្រាវជ្រាវ access បានហើយយើងក៏មាន tablet សម្រាប់ឲ្យសិស្សក្នុងការប្រើប្រាស់យើងមានរហូតដល់ក្លឹបសិក្សារបស់សិស្សនិងនិស្សិតដែលចូលរៀននៅក្នុងសាលាកម្មវិធីជំនាន់ថ្មីក្រោយពីគាត់រៀនចប់ម៉ោងភារកិច្ចរបស់គាត់នឹងចូលក្លឹបសិក្សាហើយក្លឹបមានក្លឹបអីខ្លះយើងមានកន្លងមកយើងឃើញថាមានក្លឹប ICT បានន័យថាក្លឹបដែលតាក់ទងនឹងកាត់តរូបភាព design ជាវីដេអូក្លឹបអ្នកនិពន្ធក្លឹបគណិតវិទ្យាហើយក្លឹបគីមីបាទរហូតដល់មានក្លឹបធ្វើដោយជា robot តទៅទៀតកម្មវិធីសាលារៀនជំនាន់ថ្មីយើងមានរហូតដល់ clinic យើងមានរហូតដល់គ្រូពេទ្យប្រចាំការហើយចុងក្រោយយើងមានប្រឹក្សាអាជីពហើយយើងតម្រង់សិស្សដែលនៅកម្រិតចាប់តាំងពីតូចរហូតដល់ថ្នាក់ឧត្តមសិក្សាយើងតម្រង់អំពីអាជីពរបស់គាត់ថាតើពួកគាត់ចង់ធ្វើអីបើសិនជាដឹងអំពីគោលបំណងអំពីអាជីពរបស់គាត់នៅថ្ងៃអនាគតយើងនឹងតម្រង់គាត់ចាប់តាំងពីពេលនៅវត្តនៅក្នុងកម្មវិធីសាលាថ្មីឬក៏យើងហៅថាជាគោលការណ៍ស្នូលសំខាន់ទាំង5របស់សាលាថ្មីគឺទី1តកតងជាមួយនឹងស្វ័យយភាពនៅក្នុងការប្រតិបត្តិមានន័យថាសាលារៀនចំណុចថ្មីគឺជាសាលារៀនមួយដែលមានស្វ័យយភាពនៅក្នុងការអនុវត្តកម្មវិធីសិក្សាដែលក្រៅអំពីកម្មវិធីដែលទូទៅសាធារណៈរបស់ក្រសួងអប់រំយុវជននិងកីឡាជាក់ស្ដែងនៅក្នុងកម្មវិធីសិក្សាសាលាថ្មីគឺយើងអនុវត្ត7ម៉ោងសិក្សាសាលាមួយខ្លះ8ម៉ោងសិក្សានៅក្នុងការដំណើរកម្មវិធីសិក្សារបស់ខ្លួនមួយទៀតតកតងជាមួយនឹងការជ្រើសរើសសិភៅគូតកតងជាមួយនឹងការបញ្ចូលនៅកម្មវិធីផ្លែកៗនៅក្នុងការអនុវត្តក្នុងកម្មវិធីសិក្សារបស់ខ្លួនទី2តកតងជាមួយនឹងស្តង់ដារវិជ្ជាជីវៈខ្ពស់របស់គណៈគ្រប់គ្រងក៏ដូចជាគ្រូបង្រៀនមានន័យថាលោកគ្រូអ្នកគ្រូទាំងអស់ដែលបម្រើការងារនៅក្នុងកម្មវិធីសាលាថ្មីត្រូវតែឆ្លងកាត់ការសម្ភាសការជ្រើសរើសទៅដោយគណៈកម្មការយើងហៅថាក្រុមប្រឹក្សាបាលសាលារៀនហើយនឹងការគោរពទៅតាមក្រមសិលធម៌វិជ្ជាជីវៈជាគ្រូបង្រៀនហើយនឹងគោលនយោបាយគ្រូបង្រៀនហើយនឹងច្បាប់អប់រំជាដើមទី3គឺតកតងជាមួយនឹងតម្រូវការគណនេយ្យភាពតឹងរ៉ឹងមានន័យថារាល់សំណើនៃការចាយវាយក៏ដូចជាការចំណាយនៅក្នុងកម្មវិធីសាលារបស់ខ្លួនគណៈនាយកក៏ដូចជាគណៈនៃសាលារៀនត្រូវតែធ្វើសំណើនៅក្នុងដើមខែហ្នឹងគឺត្រូវធ្វើសំណើទៅរាល់ការថវិកាដែលត្រូវចាយនៅក្នុងសាលារបស់ខ្លួនតកតងជាមួយនឹងយើងហៅថាប្រឧបត្ថម្ភគ្រូថ្នាក់ថ្លៃទឹកថ្លៃភ្លើងឬក៏ចំណាយផ្សេងៗត្រូវតែធ្វើស្នើសុំទៅក្រមសាលាបាលហើយតតែក្រមសាលាបាលគាត់អនុម័តទើបសាលាអាចមានសិទ្ធិដកប្រាក់ដើម្បីយកដំណើរការសាលារៀនទី4តកតងជាមួយនឹងស្វ័យភាពប្រតិបត្តិផ្អែកទៅលើការទទួលបានការទទួលស្គាល់សាលារៀនថ្មីដែលអាចហៅថាសាលារៀនថ្មីទៅបានតតែសាលានោះទទួលបានការវិនិច្ឆ័យការទទួលស្គាល់ដែលហៅថា accreditation ហើយការវិនិច្ឆ័យទទួលស្គាល់គុណភាពអប់រំសាលារៀនថ្មីនោះគឺធ្វើរៀងរាល់មួយឆ្នាំម្ដងហើយបើសិនបើសាលាមិនបានបំពេញទៅតាមបទដ្ឋានក៏ដូចជាស្តង់ដារដែលមានចែងនៅក្នុងគោលការណ៍វិតម្លៃនោះទេមានន័យថាសាលានោះមិនមានសិទ្ធិឬក៏មិនមានឋានៈជាសាលារៀនថ្មីឡើយហើយទី5តកតងជាមួយនឹងក្របខ័ណ្ឌការបែងចែកធនធានដោយសន្តិភាពឬក៏យើងហៅថាការបែងចែកធនធានដែលសាលាមានឲ្យវាសមស្របទៅតាមមុខចំណាយរបស់សាលារៀននេះគឺជាគោលការណ៍ស្នូលទាំង5របស់សាលារៀនជំនាន់ថ្មី គ្រប់គ្នាទទួលបាននូវសមភាពនៃការចូលរៀន
ព្រោះកម្មវិធីនេះមិនមែនបង្កើតសម្រាប់អ្នកចេះអ្នកក្រឬអ្នកមានតែសំខាន់គឺដើម្បីវិស័យអប់រំទាំងមូលមានភាពរីកចម្រើននិងបង្កើតធនធានមនុស្សប្រកបដោយគុណភាព សាលារៀនជំនាន់ថ្មីគឺយើងចង់បានសិស្សដែលចូលមេរៀនដំបូងបើយើងនិយាយពីលក្ខខណ្ឌធំៗតែ2ឯងនេះជាលក្ខខណ្ឌទី1គឺនិយាយពី high commitment និយាយពីការតាំងចិត្តខ្ពស់ក្នុងការមករៀនទីនេះគឺរូបវិន័យសាលានៅទីនេះគឺអនុវត្តតាមអ្វីដែលជាបទបញ្ជាផ្ទៃក្នុងរបស់សាលារឿងបកកែរឿងឆ្លាតវាជាលក្ខខណ្ឌផ្សេងទេលក្ខខណ្ឌទី2ធំដែរនោះគឺពាក់ព័ន្ធនឹងរបៀបសិក្សាការកែប្រែអេរិយាបថរបស់គាត់ឧទាហរណ៍កាលពីមុនគាត់តម្រើសខ្លួនយើងនៅទីនេះมันអាចបង្ហាញបានទេគឺមកទីនេះគឺយើងរៀនជាមួយគ្នាយើងអាចជួយគ្នាយើងអាចសហការគ្នាបានទាំងគ្រប់ប្រភេទនៃសិស្សការរើសគ្រូគឺយើងប្រកាសរើសពីគ្រប់ខេត្តក្រុងតាមរយៈការផ្សព្វផ្សាយដែលមានលក្ខណៈសម្បត្តិជាច្រើនដែរគាត់ត្រូវតែមានទី1គឺ high commitment ដែរការតាំងចិត្តខ្ពស់ថាគាត់គឺជាអ្នកដែលស្រឡាញ់អាជីពជាគ្រូបង្រៀនគាត់គឺជាអ្នកអប់រំមួយដែលល្អអញ្ចឹងកាលណាគាត់តាំងចិត្តថាគាត់គឺជាគ្រូម្នាក់ដែលមានវិជ្ជាជីវៈខ្ពស់គឺគាត់អត់ធ្វើអ្វីផ្លេចផ្ដាស់ទេគឺគាត់មានមហិច្ឆតាមានការអភិវឌ្ឍខ្លួនទៅតាមអ្វីដែលគាត់ត្រូវការដើម្បីជួយឲ្យកូនសិស្សតាក់ទងនឹងចំណេះជាមូលដ្ឋានរបស់គាត់មួយបច្ចេកទេសនៃការបង្រៀននេះ2ហើយគ្រូនោះទៀតមិនមែនយើងរើសតែក្មេងឬក៏រើសតែចាស់ទេគឺយើងប្រកាសរើសគ្រប់ប្រភេទនៃគ្រូមានតែទាំងចាស់ទាំងក្មេងទាំងស្រីទាំងប្រុសខ្ញុំគិតថាការគ្រប់គ្រងសាលាហើយនិងគុណភាពរបស់កម្មវិធីជាការសំខាន់ហេតុអីបានជាថាចឹងពេលខ្ញុំបង្រៀនមុខវិជ្ជាខ្ញុំនេះចឹងខ្ញុំបង្រៀនបែបប្រើវិធីសាស្ត្រទំនើបនេះចឹងកូនសិស្សអាចមានឱកាសក្នុងការបញ្ចេញស្នាដៃនិងបង្កើតគំនិតថ្មីនៅក្នុងខួរក្បាលរបស់គាត់មានគំនិតថ្មីអ្វីគឺបញ្ចេញមកគឺយើងទទួលយកទាំងអស់ពេលខ្លះខ្ញុំបង្រៀនខ្ញុំសឹងតែអត់បញ្ចេញគំនិតខ្លួនឯងខ្ញុំដាក់ប្រធានបទទៅឲ្យគាត់ search ឲ្យគាត់ហៅអញ្ចឹងបើសិនជាគំនិតគាត់ថ្មីហើយល្អជាងខ្ញុំទទួលរបស់គាត់គ្រប់គ្នាត្រូវបានលើកទឹកចិត្តឲ្យមានការចូលរួមវាមិនមែនត្រឹមតែ2អ្នកបង្កើតនោះទេប៉ុន្តែក៏2អ្នកអនុវត្តផងដែរដើម្បីឲ្យកម្មវិធីនេះទទួលបានជោគជ័យកម្មវិធីនេះបានទទួលការសហការអនុវត្តពីអង្គការ CAP និងការគាំទ្រថវិកាពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមិនត្រឹមតែប៉ុណ្ណោះវាក៏ត្រូវការចូលរួមពីលោកគ្រូអ្នកគ្រូនាយកសាលាសិស្សានុសិស្សមេដាបេដាសិស្សនិងសហគមន៍ទាំងមូលចំពោះខ្ញុំជាអ្នកដែលទទួលបានការបណ្ដុះបណ្ដាលពីកម្មវិធីសាលាជំនាន់ថ្មីគឺមានចិត្តមួយចង់ឲ្យអ្នកទាំងអស់គ្នានឹងទទួលបានការអប់រំបែបសតវត្សទី21នឹងដែរដោយសារវាជាមូលដ្ឋានគ្រឹះមួយដ៏សំខាន់សម្រាប់ឲ្យយើងនឹងអាចចូលប្រឡូកក្នុងសង្គមឲ្យថាសង្គមបែប digital សម័យទំនើបហើយនឹងដើម្បីជាមូលដ្ឋានគ្រឹះមួយដ៏រឹងមាំសម្រាប់យើងទៅថ្ងៃអនាគតដើម្បីចូលទៅបន្តការសិក្សានៅក្នុងសាកលវិទ្យាល័យនានាចំពោះខ្ញុំផ្ទាល់គឺខ្ញុំគិតថាកម្មវិធីសាលារៀននេះគឺជាកម្មវិធីសាលារៀនមួយដែលជួយដល់សិស្សានុសិស្សគ្រប់រូបឲ្យគាត់បានយល់ដឹងនិងមានចំណេះដឹងច្រើនទាក់ទងជាមួយនឹងកម្មវិធីសិក្សា STEM ដែលយើងមាន Science, Technology, Engineering ហើយនិង Mathematics មានន័យថាមានវិទ្យាសាស្ត្រមានការរៀនមុខវិជ្ជាវិទ្យាសាស្ត្របច្ចេកវិទ្យាទៅជាមួយនឹងវិស្វកម្មហើយជាមួយនឹងគណិតវិទ្យាផងដែរកម្មវិធីសាលារៀនជំនាន់ថ្មីនេះគឺខ្ញុំបានយល់ដឹងច្រើនមិនថាគ្រូបង្រៀនប៉ុណ្ណឹងប៉ុន្តែពេលគាត់ឲ្យការងារឲ្យយើងទៅ research គឺយើងអាចដឹងច្រើនលើសនឹងទៀតអញ្ចឹងពេលថាចំណេះដឹងរបស់យើងនឹងគឺកាន់តែរីកច្រើនប៉ាម៉ាក់ខ្ញុំគាត់ក៏បានយល់ស្របនឹងគំនិតរបស់ខ្ញុំថាខ្ញុំរៀនហត់មែនប៉ុន្តែគាត់ក៏នៅតែលើកទឹកចិត្តខ្ញុំឲ្យខំប្រឹងរៀននៅសាលាកម្មវិធីជំនាន់ថ្មីដែរថ្មីឥឡូវគេស្វះស្វែងគេប្រឹងប្រែងគេយកចិត្តទុកដាក់អីចឹងណាហើយមានឱកាសប្រកួតប្រជែងជាមួយទៅក្រៅប្រទេសអីចឹងពួកគេយល់ដឹងពីគុណធម៌ពីការគោរពចាស់ទុំមិត្តភ័ក្តិខ្ញុំយល់ថាទៅមុខទៅល្អជាងនេះទៀតវាជាសញ្ញាណនៃការផ្លាស់ប្ដូរដ៏ល្អដែលគ្រប់គ្នាតែងរំពឹងទុកវាជាមោទនភាពនិងទំនុកចិត្តសម្រាប់មាតាបិតានិងសិស្សខ្លួនឯងតើអ្នកគិតថាអ្នកចង់ក្លាយជាផ្នែកណាមួយនៃការផ្លាស់ប្ដូរដ៏អស្ចារ្យនេះដែរឬទេ
ភាពជោគជ័យកើតឡើងពីការប្រឹងប្រែងពីការតាំងចិត្តពីឆន្ទៈដ៏មុតមុតមួយក៏មិនខុសគ្នាដែរមកដល់ពេលនេះកម្មវិធីបានសម្រេចបាននូវសមិទ្ធផលដ៏គួរឲ្យកត់សម្គាល់ជាច្រើនជាពិសេសគឺធនធានមនុស្សដែលមានសមត្ថភាពស្របតាមតម្រូវការនៃទិសដៅដែលកម្មវិធីបានកំណត់ដោយសារតែមានកម្មវិធីល្អៗមានគ្រូល្អបរិស្ថានសាលារៀនគ្រប់គ្រាន់ធ្វើឲ្យសិស្សមានដូរអេរីយ៉ាបតដែលពីដើមធ្លាប់តែចំណាយពេលវេលាទៅដើរលេងឬក៏ចំណាយពេលវេលាខ្ជះខ្ជាយបានបែរមករកចំណាយពេលវេលាលើការរៀនសូត្រពីលើកមុនយើងឃើញថាសិស្សខ្លះមិនសូវមានការគោរពមិនសូវឲ្យតម្លៃទៅលើគ្រូអ្នកគ្រូចាស់ទុំពេលនេះចាប់ផ្ដើមដូរអេរីយ៉ាបតយើងឃើញថាលទ្ធផលនៃសិក្សារបស់គាត់នៅកម្រិតការប្រឡងថ្នាក់ជាតិយើងឃើញថាលទ្ធផលរបស់គាត់មានកម្រិតភាគរយខ្ពស់ហើយនៅក្នុងនោះនីតិក៏យើងឃើញថាមានលក្ខណៈមួយល្អទន្ទឹមនឹងក្រៅពីការប្រកួតប្រជែងនៅក្នុងស្រុកយើងក៏បានបញ្ជូនសិស្សរបស់យើងនៅកម្មវិធីសាលារៀនជំនាន់ថ្មីហ្នឹងទៅប្រកួតប្រជែងនៅក្នុងតំបន់ក៏ដូចនៅក្នុងពិភពលោកលទ្ធផលដែលយើងទទួលបានយើងឃើញថាមេដាយដែលទទួលជូនជាតិវិញដែលជាកិត្តិយសរបស់យើងឃើញទាំងមានដៃមាសមេដាយប្រាក់មេដាយសម្រិតរហូតទៅដល់បានសរសើរយើងបានសាងនៅអ្វីដែលជាទំនុកចិត្តមេដាបេដាសិស្សអញ្ចឹងគាត់ចាប់ផ្ដើមចូលរួមในការទទួលខុសត្រូវលើលទ្ធផលនៃការសិក្សារបស់កូនគាត់ចូលរួមសកម្មភាពទាំងកម្លាំងកាយកម្លាំងចិត្តហើយនឹងទាំងធនធានសម្ភារៈក៏ដូចជាធនធានថវិកាខ្លះហើយចុងក្រោយគាត់បានចាត់ទុកថាកិច្ចការរបស់សាលារៀនគឺជាកិច្ចការពួកគាត់ផងដែរកូនខ្ញុំតាំងពីគាត់ជាប់មកបានចូល NGS ហ្នឹងខ្ញុំឃើញថាសកម្មភាពគាត់ដូចជាប្លែកជាងមុនដូចថាពេលងើបចឹងគាត់មានម្ចាស់ការក្នុងការភ្ញាក់រលឹកខ្លួនឯងចាគឺគាត់ដឹងម៉ោងគាត់រោលដាក់ម៉ោងទូរស័ព្ទរោលហើយគាត់ភ្ញាក់រៀបចំខ្លួនមកខ្ញុំតែងតែលើកទឹកចិត្តគាត់ម៉ាក់ប៉ាឲ្យតែឃើញកូនខំប្រឹងរៀនសុបាយចិត្តឥឡូវសិស្សគាត់មានការសម្រេចចិត្តខ្លួនគាត់បាទថាគាត់ចង់រៀនអីគាត់ចង់ធ្វើអីគាត់អីបាទគឺដល់សិស្សខ្លាំងអត់មានការខិតខំពីគ្រូទេសាលានេះខ្ញុំជាមេដាបដាសិស្សកក់ក្ដៅថាកូនចេញពីផ្ទះមកដឹងថាកូនមករៀនចូលហ្នឹងហើយអត់មានទៅណាទេក្រុមទី1ទី2យើងទៅរកពាក្យដែលជាជាងកម្រួលឲ្យបានក្នុងក្រុមម្នាក់10ពាក្យនៅក្នុងទីភាសារៀននៅក្នុងអាណត្តិទី6ក្រសួងអប់រំនៅតែបន្តការដាក់កម្មវិធីសាលារៀនជំនាន់ថ្មីនៅក្នុងកម្មវិធីកំណែទម្រង់របស់ខ្លួនតទៅទៀតក្រសួងនឹងបន្តពង្រឹងបាទទាំងគោលនយោបាយទាំងការបណ្តុះបណ្តាលគ្រូក៏ដូចជាការជួយសាលាឲ្យពង្រឹងខ្លួនឯងបាទឲ្យពង្រឹងការគ្រប់គ្រងរដ្ឋបាលពង្រឹងការគ្រប់គ្រងការរៀនការបង្រៀនពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុដូចជាពង្រឹងការគ្រប់គ្រងខាងផ្នែកធនធានមនុស្សអញ្ចឹងមានន័យថាសាលាជំនាន់ថ្មីគឺជា model មួយដូច្នេះសាលាផ្សេងទៀតគឺអាចរៀនសូត្រពីបទពិសោធន៍ពីសាលាជំនាន់ថ្មីដើម្បីកែលម្អខ្លួនឯងយើងមិនត្រូវសួរសំណួរថាតើប្រទេសកម្ពុជាធ្វើអ្វីសម្រាប់អ្នកទេអ្នកទៅសួរសំណួរថាតើអ្នកអាចធ្វើអ្វីដើម្បីប្រទេសកម្ពុជាវាជាគំរូជាការបន្ថែមទៅលើអ្វីដែលមានស្រាប់ជាការអភិវឌ្ឍថ្មីហើយជាផុសតាងបង្ហាញថារាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនឈានទៅមុខមួយជំហានទៀតដើម្បីធ្វើការផ្លាស់ប្ដូរក្នុងការសម្រេចបាននៅកំណែទម្រង់វិស័យអប់រំស្របតាមតម្រូវការនៃសង្គមនិងពិភពលោកការអប់រំប្រកបដោយគុណភាពបរិយាបន្ននិងមួយជីវិតការអប់រំសម្រាប់ទាំងអស់គ្នាសម្រាប់ការអប់រំ